តែក៏នៅលើចិត្តដដែលហ្នឹងចិត្តសុខដល់ទៅយើងចាប់បានចំណុចត្រង់ថាមានប៉ុណ្ណាសម្បត្តិប៉ុណ្ណាដែលសុខគឺសុខចិត្តដល់អញ្ចឹងទៅគឺណែសំណាងនោះយើងទូទៅត្រង់ដែលថាទឹកដីសុខនៅត្រង់ចិត្តណាវាមិនមែននៅលើភ្នំមាសភ្នំប្រាក់ណាហ្នឹងហើយនៅលើភ្នំមាសភ្នំប្រាក់អ្នកដែលអត់ភ្នំមាសភ្នំប្រាក់ហ្នឹងធ្វើមិនបានទឹកដីសុខហ្នឹងអញ្ចឹងយើងចាប់បានត្រង់ថាសុខចិត្តតែអញ្ចឹងហេតុបច្ច័យដែលនាំឲ្យសុខចិត្តនោះវាមានច្រើនទៀតមិនមែនតតែភ្នំមាសភ្នំប្រាក់អីហ្នឹងទេហើយថែមទាំងសេចក្តីសុខបរិសុទ្ធទៅទៀតដោយគុណចាស់ចូលកាន់ភ្នោះពោះជាបាបវិចិត្រអញ្ចឹងព្រះរដ្ឋបាលអីចឹងលះគំនួមាសប្រាក់ណានៃដែលមេដាបិតាជាមហាសេដ្ឋីមានប្រាក់រាប់កោតអញ្ចឹងណាប៉ុន្តែដល់ទៅមកសុខសុខលើសមហាសេដ្ឋីលើសដាច់ចាក់លើសទេវតាទៅទៀតគឺសេចក្តីសុខផ្លូវចិត្តដែលជានេកមៈសុខដែលជាបវិវេកសុខដែលជាឧបសមៈសុខដែលជាសម្ពោធិសុខណាអត់មានទ្រព្យសម្បត្តិអីទុកដាក់អីទេប៉ុន្តែសេចក្តីសុខផ្លូវចិត្តនោះក្រៃលែងជាងសុខដោយសារត្រេកអរនឹងទ្រព្យនឹងទៅទៀតហ្នឹងហើយអាហ្នឹងដែលយើងមករស់ឃើញចំណុចត្រង់ដែលអស់បញ្ហាជាមួយគ្នានឹងរឿងសម្បត្តិក្នុងโลกនេះមិនមែនចាំបាច់តតែបានសុខឯណាដល់តែអត់បានហើយសុខដែរនេះហ្នឹងហើយដោយបប្រតិបត្តិធម៌ហ្នឹងហ្នឹងហើយអាហ្នឹងដែលពុទ្ធបរិស័ទយើងសិក្សាឲ្យឃើញថាការដោះស្រាយបញ្ហារឿងខាងក្រៅហ្នឹងយើងដោះស្រាយជាមួយអ្នករតីអីហ្នឹងអត់បានអីយ៉ាងណាយើងមកដោះស្រាយក្នុងចិត្តខ្លួនយើងទៅហ្នឹងហើយអញ្ចឹងវាមិនមានទុកកង្វល់អីវាមិនមានការខឹងស្អប់មិនមានពីវេរាអីចឹងទៅយើងឲ្យអភ័យដល់អ្នករតីមិនទទួលរឿងអ្នករតីទេមិនឲ្យឲ្យគេចេះទទួលទេណាការឲ្យអភ័យហ្នឹងប៉ុន្តែយើងអ្នកឲ្យហ្នឹងគឺត្រូវទទួលខ្លួនឯងហ្នឹងហ្មងហ្នឹងឯងចឹងមនុស្សផ្សេងគ្នាចឹងទៅយើងមិនអាចទៅគ្រប់គ្រងអ្នករតីបានឲ្យអ្នករតីយ៉ាងម៉េចយើងគ្មានសិទ្ធទេប៉ុន្តែយើងមានសិទ្ធគ្រប់គ្រងខ្លួនយើងឲ្យរស់នៅជាសុខមិនកើតទុក្ខជាមួយនឹងគ្រប់រឿងទៅអាហ្នឹងយើងមានសិទ្ធប្រព្រឹត្តទៅបានហ្នឹងហើយត្រង់ដែលថារឿងរ៉ាវក្នុងជីវិតយើងមិនអាចជ្រើសរើសដើម្បីថាឲ្យយើងកើតមកយ៉ាងនេះបានយ៉ាងនោះវិបាកកម្មអីយ៉ាងម៉េចយើងមិនអាចជ្រើសរើសរៀបចំឲ្យខ្លួនឯងបានទេហ្នឹងហើយក៏ប៉ុន្តែយើងអាចជ្រើសរើសបានត្រង់ដែលប្រឹងប្រែងជាយាមអប់រំទូមានចិត្តយើងសន្តោសជាមួយផលបុណ្យឲ្យយើងមានជីវិតមកយ៉ាងម៉េចមិនមានបានអីដូចអ្នករតីអីមែនប៉ុន្តែយើងអត់មានសិទ្ធិដើម្បីថាឲ្យបានដូចអ្នករតីទេជាតិកំណើតអីពងខ្ពស់ខត្តយៈតកូលអីចឹងយើងមិនអាចជ្រើសរើសបានទេហ្នឹងហើយប៉ុន្តែយើងអាចជ្រើសរើសបានត្រង់ដែលយើងសន្តោសជាមួយគ្នានឹងផលបុណ្យនេះហ្នឹងហើយកុំឲ្យដូចពាក្យថាយើងដូចថាមិនអាចជ្រើសរើសទៀមទាពូជពងវងតកូលខត្តយៈតកូលអីយ៉ាងដូចថាយើងស្រឡាញ់កូនស្ដេចណាកូនស្ដេចលេចជីវីអញ្ចឹងទៅហើយយើងកើតមកជាកូនជាងកាត់សក់អញ្ចឹងយើងមិនអាចជ្រើសរើសថាធ្វើម៉េចដើម្បីឲ្យយើងបានព្រះនាងលេចជីវីហ្នឹងទេព្រះរាជធីតាហ្នឹងទេយើងជ្រើសរើសអត់បានទេហើយយើងទៀមទាថាគឺថាបើមិនបានទេទៅស្លាប់ហើយហ្នឹងហើយដុកដាំឪអីឪក៏អត់មានបាត់ភាពទៅធ្វើម៉េចអញ្ចឹងតណ្ហាទៅការប្រាថ្នាហ្នឹងវាធ្វើឲ្យស្លាប់មែនអញ្ចឹងទៅហ្នឹងហើយបិតាក៏នាំរឿងរ៉ាវហ្នឹងទៅប្រាប់ទូព្រះរាមាភិទៅព្រះអង្គក៏សម្ដែងប្រវត្តិពីអតីតមកធ្លាប់កើតជាចចកអីស្រឡាញ់នាងរាជសីអីហ្នឹងស្លាប់កាលហ្នឹងផងដែរអញ្ចឹងទៅប្រកាសសច្ចធម៌ទៅបិតាហ្នឹងក៏បានសម្រេចសោតាបត្តផលទៅបាត់កូនមួយមែនប៉ុន្តែបានសោតាបត្តផលមកអញ្ចឹងណានេះខ្ញុំមិនគ្រាន់តែនឹកថាយើងអត់មានសមត្ថភាពអីទៅរៀបចំជីវិតយើងអីទៅឲ្យបានព្រះរាជធីតាអីចឹងមែនប៉ុន្តែអ្វីដែលយើងមានសិទ្ធិអាចធ្វើបានគឺយើងសន្តោសចំពោះផលបុណ្យនេះហ្នឹងឯងយើងប្រឹងប្រែងជាយាមផ្លូវចិត្តរបស់យើងណាមិនមែនជាកូនស្ដេចមែនតែថាយើងជាមនុស្សយើងអាចធ្វើទានសាសិលយើងអាចបួសក៏បានហ្នឹងឯងអាហ្នឹងឯងដែលយើងអាចធ្វើបានអប់រំទូមានចិត្តបានអរគុណបុណ្យហើយប៉ុណ្ណឹងក៏បានដែរមិនបាច់ចាំកូនស្ដេចទេប៉ុណ្ណឹងក៏បានហ្នឹងឯងហ្នឹងបុណ្យរៀបចំឲ្យយើងកើតមកជាមនុស្សគេមិនទាំងបានកើតមកជាមនុស្សផងអបាយភូមិច្រើនណាស់កើតមកជាមនុស្សហើយមិនបានរស់មកដល់សប្តាហ៍ថ្ងៃហ្នឹងទៀតរស់មកដល់សប្តាហ៍ថ្ងៃហ្នឹងមែនប៉ុន្តែលំបាកលំបិនទៅច្រើនហើយណាមួយច្រើនមែនទេទៅទៀតមិនលំបាកលំបិនក្នុងរឿងទ្រព្យសម្បត្តិអីមែនប៉ុន្តែអត់មានត្រៃសរណគមហ្នឹងឯងហើយយកមកប្រៀបជាមួយសម្បត្តិត្រៃណគមអាមិនបាន
ហ្នឹងហើយដល់អញ្ចឹងទៅយើងមកឃើញរបស់ដែលយើងមាននេះធ្វើឲ្យយើងមានសេចក្តីសុខជាមួយនឹងរបស់ដែលយើងមានដ៏មានតម្លៃយើងមានត្រៃណគុំឲ្យមានសិលទៀតសិល5ឲ្យបោសុទ្ធថ្ងៃនឹងទៀតហើយយើងមានដោយថាការសន្សំបញ្ញាថ្នាក់ស្ដាប់ពធមកស្ដាប់បានទៀតយើងមកពិចារណាសម្បត្តិរបស់យើងប៉ុណ្ណឹងទៅយើងវាមានសេចក្តីសុខជាមួយនឹងអ្វីដែលយើងអាចធ្វើបាននេះមានតម្លៃអញ្ចឹងយើងអត់លំបាកអីទេទៀមទាចង់បានស្អីស្អីពីខាងក្រៅទេហ្នឹងហើយរស់នៅយ៉ាងសុខដោយទីពឹងកុសលធម៌ខ្លួនយើងប្រយ័ត្នយើងកើតមកទួនខ្សោយចិត្តតែពឹងដូចរឿងពិភពលោកអីហ្នឹងរើសគូសកលគូក្រងអីហ្នឹងណាមើលចិត្តគ្នាអីចឹងទៅដោយថាត្រូវការអីពីអ្នករតីណាដើម្បីថាយើងរស់នៅជាមួយបានអីហ្នឹងមិនហាមឃាត់អីទេណាត្រូវមើលចិត្តខ្លើមអីគ្នាត្រូវអធិស្ឋានមានសទ្ធាមានទានមានសិលអីចឹងល្អហើយប៉ុន្តែខ្ញុំណាគ្រាន់តែឲ្យបងប្អូនកូនចៅប្រយ័ត្នចំណុចមួយដែលយើងចង់បានអីពីអ្នករតីព្រោះអានឹងវាជាចំណុចឲ្យខកចិត្តប្រែប្រួលវាជាចំណុចមួយឲ្យយើងការຕົកហ្នឹងឯងអានឹងដែលយើងចេះតែពឹងពាក់អាស្រ័យចង់បានអ្វីពីអ្នករតីហ្នឹងដើម្បីផ្លូវកាយដើម្បីផ្លូវចិត្តបំបែកចែកទៅគ្រប់រឿងទាំងអស់និយាយផ្លូវកាយផ្លូវចិត្តអីហ្នឹងវាតេតួងទៅនឹងកិលេសកម្មវត្ថុកម្មអីហ្នឹងដែលយើងត្រូវការពីអ្នករតីអីហ្នឹងវាចូលក្នុងរឿងផ្លូវកាយផ្លូវចិត្តអីហ្នឹងផ្លូវជីវិតដែលយើងត្រូវការរស់នៅដោយសារអ្នករតីអីចាំទំនុកម្រងអីទាំងអស់ហ្នឹងហ្នឹងហើយមិនហាមឃាត់ទេណាគ្រាន់តែឲ្យប្រយ័ត្នកើតទុកខ្លួនឯងហ្នឹងដែលពេញពិភពលោកហ្នឹងកើតទុកហ្នឹងមកពីខកចិត្តមកពីត្រូវការអ្វីពីអ្នករតីហ្នឹងហ្នឹងហើយដូច្នេះយើងនឹករលឹកមើលដូចអរិយសាវកអរិយសាវិកាអីចឹងក្នុងសម័យពុទ្ធកាលហ្នឹងទោះជាបានភរិយាស្វាមីតកូលមិឆាទិដ្ឋិគឺអាហ្នឹងរចនាអតីទៅត្រូវបានហើយម៉ែឪរៀបចំអីឲ្យចឹងទៅដោយបាសិកាវិសាខាអីចឹងទៅប៉ុន្តែអត់មានទៅទៀមទាអីពីអ្នកអតីហ្នឹងហើយទីបំផុតគឺថាមានគំនិតគិតឲ្យសេចក្តីល្អដល់អ្នកអតីបើអ្នកអតីទទួលយកបានល្អទៅបានទៅជាតកូលសមាធិសម្រាប់អ្នកផលអីចឹងទៅមេគារិសិទ្ធិអីហ្នឹងគឺគោរពកូនប្រសាហ្នឹងជាម្ដាយគោរពជាម៉ែទៀតដោយបានសម្រេចសោតាបត្តផលដឹងគុណបរតនត្រ័យអីហ្នឹងដូច្នេះទៅហ្នឹងមិនមែនទៅទៀមទាអីពីអ្នករតីទេទៅដើម្បីថាគិតធ្វើម៉េចអ្វីដែលយើងអាចធ្វើសេចក្តីល្អឲ្យអ្នករតីបានហ្នឹងហើយពោលទីពឹងខ្លួនឯងមានយ៉ាងមាំតំហើយវាអត់ខ្លាចតកូលមិឆាទិដ្ឋិនាំខ្លួនឯងឲ្យទៅយល់ខុសអីទេហ្នឹងហើយហ្នឹងគឺខ្ញុំណាគ្រាន់តែលើកពីបុគ្គលដែលមានភាពរឹងប៉ឹងដោយខ្លួនឯងអញ្ចឹងទៅវាមានតែគំនិតគិតឲ្យអ្វីល្អដល់អ្នកដទៃទៅវិញជាសេចក្តីសុខជាសមត្ថភាពជាគុណតម្លៃនៃជីវិតរបស់ខ្លួនហ្នឹងហើយបើយើងត្រូវការពីអ្នកដទៃអាហ្នឹងគឺឲ្យប្រយ័ត្នចង់ឲ្យថាវាខកចិត្តវាកើតទុកអញ្ចឹងប្រយ័ត្នហ្នឹងត្រូវធ្វើម៉េចថាកាត់បន្ថយនៅការទៀមទាអ្វីពីអ្នកដទៃឲ្យកាត់បន្ថយហ្នឹងឯងកុំឲ្យយើងចេះតែដូចថាពឹងពាក់អាស្រ័យអ្នករតីគិតតែពីរឿងចង់បានអីពីអ្នករតីត្រូវគិតថាយើងធ្វើអីឲ្យដល់អ្នករតីវិញហើយយើងសប្បាយចិត្តតែយើងមានសមត្ថភាពជួយអ្នករតីដែលអាស្រ័យគ្នានឹងគ្នាហ្នឹងមិនថាភរិយាស្វាមីមិត្តភក្តិរាប់អានអីបងប្អូនអីទេទាំងអស់ហ្នឹងគឺថាយើងមានគំនិតគិតជួយអីឲ្យសេចក្តីល្អដល់អ្នករតីវាកើតជាគំនិតអ្នកប្រាជ្ញមកគំនិតបណ្ឌិតដោះចេញមកពីការដែលយើងបានប្រតិបត្តិនៅក្នុងពធហ្នឹងហ្នឹងហើយវាកើតជាគំនិតដែលថាគិតឲ្យសេចក្តីសុខដល់អ្នកអតីនេះហ្នឹងមិនងាយចិត្តទៅកើតទេណាព្រោះមនុស្សយើងចាប់ដើមមកថាចង់បានវ័យពីលោកហ្នឹងចង់បានពីអ្នកដតីហ្នឹងអញ្ចឹងទៅវាកើតទៅជារឿងទាស់ទែងណានៃអញ្ចឹងទៅដល់ទៅទីបំផុតយើងមានស្មារតីមួយថាគិតរស់នៅមួយថ្ងៃណាមិនមែនត្រឹមតែសេចក្តីសុខរបស់យើងទេគឺថាគិតយ៉ាងម៉េចថាឲ្យអ្នកអតីបានសេចក្តីសុខដោយសារផងអាហ្នឹងគឺថាជាគំនិតដែលជាកល្យាណមិត្តគំនិតដែលជាបណ្ឌិតកើតឡើងដោយស្មារតីហ្នឹងក្នុងការអប់រំទូលមានចិត្តហ្នឹងគឺ